របស់ខ្លួនឯងឆ្ងាញ់ ហើយភ្លក់មក ហ្នឹងហើយក្បាលវីដេអូហ្នឹងម៉ាក់ខ្ញុំគាត់ឲ្យខ្ញុំភ្លក់ដលងហ្នឹងគាត់ថាដលងហ្នឹងឆ្ងាញ់ណាហើយដលងហ្នឹងគឺជាដលងដាំរបស់ខ្លួនឯងណាដល់ពេលអញ្ចឹងគាត់ថាឆ្ងាញ់ណាហើយដាំហ្នឹងមិនសង្ឃឹមថាមានបានមើលម៉ាត់អីផងព្រោះដើមកាលហ្នឹងយកមកម៉ាក់គាត់ដោតនៅដីចោលហ្នឹងដល់ពេលអញ្ចឹងទៅអត់មានសង្ឃឹមថាបានមើលបានអីទេហើយដល់ពេលបងអូនខ្ញុំវាទៅដកទៅយកមកទៅក៏បានដាក់ចំហុយដាក់ឆឹងស្ករឆឹងអីចឹងទៅបានជាពីរមុខឥឡូវយើងនិយាយមកហួសដល់ណាដល់ណីហើយណែដល់បេះស្លឹកតយហើយស្លឹកតយហ្នឹងក៏បោះខ្លួនឯងដែរបោះប៉ាគាត់ដាំនៅស្រុកអញ្ចឹងទៅមានប្រមាណមុខដែរនៅផ្ទះមានច្រើនមុខដែរតែដូងនេះអត់មានទេដូងនេះគឺទិញរបស់គេទេដូងហ្នឹងយើងទុកដាក់ឆឹងជាមួយស្ករយើងទិញរបស់គេទេអត់មានទេយើងមានតែតិចតួចមានដូចជាសក្រីស្លឹកក្រូចស្លឹកខ្ទឹមទឹកអីតិចតួចហ្នឹងដីសម្រាប់ខាងខ្ញុំគឺមានតូចទេដោយសារខ្ញុំមិនមែនជាអ្នកធ្វើចំការធ្វើអីចឹងដល់ពេលចឹងទៅអត់មានអីទេគ្រាន់តែដីនៅសល់តិចតួចហ្នឹងយើងដាក់ដាំដុះតិចតួចទៅគ្រាន់បានហូបបានអីពេលខ្វះពេលខាតអីចឹងណានៅផ្ទះយើងមានទៅរើណាដល់ពេលអញ្ចឹងទៅយើងមិនបាច់ទៅរើគេទេអានទិញទូចស្លឹកគ្រៃស្លឹកក្រូចអីហ្នឹងឥឡូវយើងនិយាយមកចូលមកដល់ណាហើយណែដល់ច្បាច់ទឹកដូងច្បាច់អីហើយកន្លែងហ្នឹងគឺដាក់ឆឹងស្ករដាក់ចំហុយដលងចំហុយអីឲ្យអស់នេះកន្លែងនេះចូលមកដល់ចំហុយដំឡូងពេលហ្នឹងម៉ាក់គាត់ចាប់ផ្ដើមដាក់ចំហុយហើយចំហុយទៅពុនខ្ញុំក៏គាត់បានឆឹងស្ករឆឹងដលងជាមួយស្ករអញ្ចឹងណាច្រឡំហៅឆឹងស្ករមិនមែនឆឹងស្ករទេឆឹងដលងជាមួយស្ករហ្នឹងហើយយើងមកងាស់ស្ករឲ្យរឿងក្រហមឡើងជើងក្រងអញ្ចឹងទៅយើងចាក់ដលងចូលដល់ពេលយើងចាក់ដលងចូលអញ្ចឹងទៅយើងកូរវាបន្តិចច្បល់កូរអញ្ចឹងទៅបានវាផុយវាឆ្អិនដលងហ្នឹងទៅអាហ្នឹងបានយើងហូបកើដល់ពេលវាយើងអត់កូរទេវាឆ្អិនអត់សព្វទេអញ្ចឹងយើងពិបាកហូបពេលឆ្អិនអត់សព្វអញ្ចឹងវាអាចឈឺពោះឈឺអីអញ្ចឹងទៅហើយនេះប្រុសស្អាតមើលទៅមិនតែមែនប្រុសស្អាតរបស់ខ្ញុំទេប្រុសស្អាតរបស់ប្អូនខ្ញុំត្រូវជាក្មួយខ្ញុំប្រុសស្អាតក៏មានស្រីស្អាតក៏មាននៅផ្ទះនេះមានមកសពមកគ្រប់នេះស្រីម៉ៅប៉ះមិនបានទេស្រីម៉ៅហ្នឹងអានេះប្រុសម៉ៅដឹងតែស៊ីហើយដេកអត់មានធ្វើការងារអីទេការងារវាដល់ម៉ោងស៊ីវាត្រូវស៊ីហើយវាដេកស៊ីដេកដូចតែគ្នានឹងអាពីរហ្នឹងតាមពិតឆ្មាមិនមានពីរមានច្រើនហើយនេះម៉ាស៊ីនយើងដាក់បោកកៅអៅខ្ញុំដាក់បោកកៅអៅទៅបដាពេលតនេពីធ្វើបន្លែធ្វើស្ករអញ្ចឹងទៅណាធ្វើដំឡូងអញ្ចឹងទៅយើងដាក់បោកកៅអៅបដាហើយមើលក្មេងមើលអីលេងអញ្ចឹងទៅក្មួយលេងនៅមុខផ្ទះនៅមុខអីអញ្ចឹងណាហើយនិយាយអត់ចង់ចាញ់ប៉ារបស់ខ្ញុំគាត់សម្រានពេលថ្ងៃសម្រានលេងពេលថ្ងៃនៅផ្ទះហ្នឹងប៉ុន្តែគាត់ហូបដលងអកាយទេសារគាត់ឡើងជាតិស្ករច្រើនដែរដល់ពេលអញ្ចឹងទៅអត់សូវហ៊ានឲ្យគាត់ហូបដំឡូងទេរបស់ណាដែលមិនទំនើងអត់សូវហ៊ានឲ្យគាត់ហូបខ្លាចឡើងជាតិស្ករពិបាកគាត់ឡើងជាតិស្ករបានបែរជាមួយខែឥឡូវមើលមកដលងយើងមកឆ្អិនអស់ហើយមានអាឆឹងក៏ឆ្អិនអាចំហុយក៏ឆ្អិនហើយនេះមុខអ្នកធ្វើនិយាយចុះនិយាយឡើងផ្លេចឲ្យមើលមុខអ្នកធ្វើហើយនេះម៉ាក់របស់ខ្ញុំគាត់ហូបហើយគាត់ថាឆ្ងាញ់ណាកន្លែងហ្នឹងដូចក្បាលវីដេអូខ្ញុំបើកឲ្យស្ដាប់បន្តិចចឹងតាមពិតកន្លែងនេះខ្ញុំជឿបើកសំឡេងគាត់និយាយថាឆ្ងាញ់ណាហើយគាត់ហូបទៅគាត់ចូលចិត្តប៉ុន្តែខ្ញុំដូចជាមិនសូវជាអ្នកចំណូលបានទេហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេចាំតាមដានវីដេអូក្រោយទាំងអស់គ្នាបាយបាយ